គ្រាន់តែឃើញគ្រឿងផ្សំគោលបែបនេះបងប្អូនចាំបាច់នេះទេបាច់ខ្ញុំឲ្យទីទេគឺដឹងស្រាប់ហ្មងថាខ្ញុំធ្វើឲ្យគេតោះបងប្អូនឯនេះធ្វើគ្រឿងក្លែមម្ដងទៀតហើយថ្ងៃណាក៏បានតែគ្រឿងក្លែមហ្នឹងនិយាយទៅខាងធ្វើនឹងយូរហើយដោយសារអីធ្លាប់តែបុកសណ្ដែកសាច់គោបុកអីចឹងណាតែឡូវអត់ទេសណ្ដែកបដោះមួយភ្លាសាច់គោមើលបែបសម័យបុរាណនិយាយទៅពីដើមមកវាមានតែភ្លាសាច់គោសណ្ដែកបដោះហ្នឹងឯងបុកសាច់គោបុកអីទៅមានក្រោយនេះទេបងប្អូនអើយតែឥឡូវខ្ញុំខានធ្វើអានឹងយូរបានយកអានឹងសាក់ធ្វើម្ដងមើល review ធ្វើម្ដងទៀតមើលយ៉ាងម៉េចដែររសជាតិណែបើអែមហ្មងសាច់គោឡើងក្រហមអញ្ចឹងបងប្អូនរបៀបធ្វើរបស់ខ្ញុំគឺមានអីទេគឺខ្ញុំច្បាច់គូឆ្មាឲ្យវាជាមួយសាច់ហ្នឹងឲ្យវាឡើងសាច់ពណ៌សនិយាយទៅឲ្យវាឆ្អិនណានិយាយទៅដូចឆ្អិនអញ្ចឹងតែសម្រាប់ខ្ញុំវាបើយើងភ្លាឆៅអញ្ចឹងហើយកុំឲ្យឆ្អិនអត់ឆ្ងាញ់ទេសាច់គោយើងភ្លាឆៅអត់ឆ្ងាញ់តែយើងធ្វើកុំឲ្យវាក្រហមពេកអ្នកខ្លះគេអត់ញើតតែខ្ញុំអត់ញើតទេពីមេដល់ពេលយើងច្បាច់ជាមួយគូឆ្មាហ្នឹងយើងបង់អំបិលបន្តិចមកលោកអើយដាក់តិចមកឲ្យវានេះឲ្យចូលជាតិហើយលួចទឹកត្រីបន្តិចក៏បានដែរច្បាច់វាចូលជាតិចូលអីមកក៏យើងចាប់ផ្ដើមពាក់ស្រោមដៃផងណាបងប្អូនអត់ពាក់ស្រោមដៃហ្នឹងដឹងទេឃើញហើយអត់ហ៊ានហូបខ្លួនឯងតែសម្រាប់ខ្ញុំពាក់ស្រោមដៃហើយណាមួយតែមុតដៃអីតិចផ្សាលើហើយគូឆ្មាផងនិយាយសាំសូនច្រើនដល់តរំបាញ់ចេះបែបោកបាច់អាការធ្វើហ្នឹងនេះបងប្អូនច្បាច់ដូចខ្ញុំចឹងមកតបមកដាក់ខ្ទឹមសខ្ទឹមក្រហមនេះក្លិនឆ្អាបអីគ្មានឲ្យហែងមកងើបមុខរួចទេប្របាត់ឯងចោលមួយតោះមកទៀតដាក់កុលក្រេងទៅប៉ះនេះមើលរកអីឆ្អាបចេញមករួចចេញមកប្រឡោះណាកាទេលោកអើយដឹងបាយអស់ប៉ុន្មានចាននេះច្រឡំបាយយេយកអស់ប៉ុន្មានកំប៉ុងទេហ្នឹងតែក៏មាត់យើងធ្វើទៅគ្រឿងទេសដងបងចង់ដាក់វាមិនក៏ដាក់ទៅគ្រឿងទេសស្ករប៊ីចេងបាល់ប្រហុកដាក់ទៅប្រហុកខ្ញុំដាក់ហើយប្រហុកខ្ញុំក៏ចំអិនវាឆ្អិនបានដាក់ព្រោះឆៅអត់កើតទេអាហ្នឹងព្រោះខ្លាច់ឆ្អឹងដែរប្រហុកត្រីកាភ្លៀងនេះចុកបល់ទៅប៉ុណ្ណេះហើយនេះហើយបើរៀងស្ទើជូកដាក់ជូកបន្ថែមទូឆ្មាថែមពីលើទៀតងាប់ហើយនិយាយថាឆ្ងាញ់យុទ្ធនាអស់ផងបងប្អូនតែប៉ុណ្្នឹងណាមិនណាក៏មកកេះនេះយឺគេស្បើកបងប្អូននៅ fan គេស្បើកហ្មងសស្គូបងប្អូននិយាយមែនណាហើយដាក់ស្ដែកបដោះដាក់អីមកច្បល់កុំច្បល់ខ្លាំងពេកវាឡើងវល់វែកដោយបាយជ្រូកហើយចានៅដាក់ម្ទេសយើងបាច់ហាន់នេះអ្នកខ្លះគេអត់ចេះដាក់ទៅមូលយើងដាក់ប្រកបខ្លួនទៅណាគេញ៉ាំមកមើលគឺជាប់អន្ទាក់របស់ខ្ញុំហើយកុំចេះតែហ៊ានចាវីដេអូនោះមានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេចជួយ like ជួយ share វីដេអូផងចាក៏សូមអរគុណ